ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំសារជាថ្មីហើយការធ្វើ DNS server ជាដំបូងយើងធ្វើការ install វាយពី command មួយគឺ yam install បាញហើយទៅជាមួយនឹងបាញ util ដើម្បី install ដោយសារខ្ញុំ install ហើយមិនសាអញ្ចឹងយើងធ្វើការចូល config មកទៅយើងធ្វើវាយ vim /etc/name.config ហើយទៅនៅក្នុង record ហ្នឹងយើងធ្វើការបង្កើត02ទី1គឺ forward 0ហើយទៅនឹង reverse 0អញ្ចឹងខ្ញុំចុច key អក្សរ I មកដើម្បីធ្វើការ insert បានខ្ញុំវាយ0ហើយនេះអញ្ចឹងដូចជាកន្លែងនេះ type ហ្នឹងជា master ហើយទៅ file របស់យើងនេះជា file ដែលយើងធ្វើការបង្កើត forward 0ឬមួយក៏ reverse 0អញ្ចឹងដូចជាខ្ញុំបានបង្កើតដែរនេះឈ្មោះរបស់ខ្ញុំចម្រើនអញ្ចឹងយើងធ្វើការទៅចូលវាយ command នេះមកបន្តមកទៀតយើងធ្វើការចាក់ចេញសិនទៅយើងធ្វើការចូលវាយ command វាយពាក្យថា vim/var/name ហើយ /swd ឈ្មោះយើងមិនមកឈ្មោះគេវាយ CHAMOOEUN U ទៅតា CHAMOOEUN ធ្វើការចុចប៉ុណ្ណឹងមកហើយទៅដូចជា .com.db ព្រោះដោយសារថ្ងៃហ្នឹងខ្ញុំវាយឈ្មោះខុសអញ្ចឹងទៅយើងធ្វើការកែវាយនេះ CHAMOOEUN អញ្ចឹង .com.db enter អញ្ចឹងទៅនៅក្នុងនេះខ្ញុំបានធ្វើការបង្កើត forward 0មួយនេះ forward 0អញ្ចឹងទៅដូចជា TTL មានន័យថា time of live មួយថ្ងៃដូចជាលេខសេរីនេះដើម្បីថាដូចជាយើងធ្វើការ update អញ្ចឹងវានឹងកើនតាមហ្នឹងហើយទៅ expire ហ្នឹងខ្ញុំដាក់រយៈពេល1អាទិត្យអញ្ចឹងនេះជា CNAME ហ្នឹងមានន័យថាឈ្មោះយើងហៅក្រៅហើយទៅខ្ញុំបានដាក់វាយ command ហ្នឹងចូលហើយយើងធ្វើការចេញវិញមកព្រោះដោយសារឥឡូវយើងធ្វើការចូល config នៅក្នុង reverse 0ម្ដងយើងធ្វើការវាយ vim មក vim ហើយទៅ /var/192.1.0 ចឹងមានន័យថា flash ហើយកន្លែងនេះ flash name មួយទៀត flash name ចឹងយើងធ្វើការចូល intern មកអញ្ចឹងទៅដូចជាក្នុងហ្នឹង comment ដូចគ្នាទេអញ្ចឹងមានន័យថា TTL មានន័យថា time of live អញ្ចឹងវាមានដូចជាលេខសេរីហើយទៅនឹង expire អញ្ចឹងទៅខ្ញុំបានបង្កើត comment នៅក្នុងហ្នឹងហើយអញ្ចឹងយើងធ្វើការវាយ sell មកដាក់ x មកអូខេអញ្ចឹងជាបន្តយើងធ្វើការ start service ឬមួយក៏ enable service ចឹងព្រោះដោយសារមិញយើងធ្វើការបានបង្កើត reverse 0ហើយឥឡូវយើងធ្វើការមើល command នេះតិចអញ្ចឹងទៅ command នេះដើម្បីធ្វើការ enable service យើងវាយ command ថា system CTL enable name អញ្ចឹងទៅហើយទៅមួយទៀត restart អញ្ចឹងយើងធ្វើការវាយ system CTL restart name បន្តមកទៀតយើងធ្វើការបង្កើត firewall យើងធ្វើការបើក port
23 នឹងសម្រាប់ UDP ហើយទៅនឹងធ្វើការបង្កើត វាយ comment មួយទៀត variable ហ្នឹងដក CMD ហើយទៅដក reload ដើម្បី reload port ហ្នឹងអញ្ចឹងបន្តមកទៀតយើងធ្វើការព្រោះដោយសារយើងធ្វើការចង់ដឹងថា DNS server របស់យើងដើរឬមួយក៏អត់ទីមួយយើងធ្វើការបើក CMD មកយើងវាយពាក្យថាចេះវាយថាឈ្មោះរបស់ខ្ញុំពេលច្រើន ns lookup មក lookup ហើយទៅនឹងឈ្មោះដូចជាខ្ញុំដាក់ web មិនហ្នឹងខ្ញុំដាក់ ns lookup ហើយទៅវាយថា myb ដតឈ្មោះខ្ញុំអញ្ចឹងទៅឃើញមានឃើញបាន IP បានអីចឹងមកដោយសារខ្ញុំភ្លេចខមមួយដែរអញ្ចឹងចម្រើនដល់ ចឹងទៅនេះជា address ហើយទៅនេះជា server របស់យើងអីចឹងបន្តមកទៀតយើងធ្វើការវាយ IP ហ្នឹងសិនវាយ ns lookup ដែរមកយើងវាយ IP ដូចជា 192.168.1.3 ចឹងនេះជានេះយើងមិនបានវាយ IP របស់យើងចឹងនេះជាឈ្មោះ name server របស់យើងចឹងតែតាមជាមួយនឹងការបង្កើត DNS server របស់ខ្ញុំចប់ត្រឹមហ្នឹងហើយសូមអរគុណបាទ